សួស្តីអ្នកនរគ្នាហើយយើងវិលមកជួបគ្នាវិញនៅវីដេអូនៃភាគទី3ដែលនិយាយអំពីកិរិយាសព្ទមិនទៀងទាត់ប្រែប្រួលឬក៏ irregular verb នេះបន្តទៀតចឹងហើយអ្នកនរគ្នាកុំឲ្យខាតពេលយូរយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមដំបូងនោះគឺចាប់ផ្ដើមជាមួយនឹងពាក្យ sit sat ប្រែថាអង្គុយ sleep slept slept ដេកឬក៏គេងពាក្យបន្ទាប់មកទៀតគឺពាក្យដែលអ្នកនរគ្នាតែងតែឃើញញឹកញាប់គឺពាក្យ slay slew slain មានន័យថាសម្លាប់ពាក្យបន្ទាប់គឺពាក្យ slide slit slit រអិលឬក៏រំអិលសំដៅទៅលើកន្លែងនេះគឺលក្ខណៈថាឧទាហរណ៍ថាអ្នកទាំងអស់គ្នាជន់លើក្តារមួយហើយរំអិលខ្លួនទៅមុខពាក្យបន្ទាប់ទៀតគឺពាក្យ sling slang slang ប្រវែងនិងដង្ហក់ពាក្យបន្ទាប់គឺពាក្យ slit 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 វះកាត់ទម្លុះកាត់ឬក៏ធ្វើឲ្យប្រេះបន្តមកទៀតគឺពាក្យ smite smote smitten ទះឬវាយយ៉ាងខ្លាំង so sound សាបព្រោះក្របពូជពាក្យបន្ទាប់ទៀតគឺពាក្យ speak spoke spoken និយាយ speed sped sped បង្កើនល្បឿន spend spent spent ចាយចំណាយអាចប្រើជាមួយនឹងថវិកាលុយកាក់ឬក៏ពេលវេលាបានចំណាយពេលវេលា spend time spill spilled spilled ហូរហៀកំពប់spin spun spun ប្រែជាខ្មែរថាវិលបង្វិលគ្រវីរមូរឬក៏រវៃពាក្យបន្ទាប់ទៀតគឺពាក្យ speed ចំណែក verb 2របស់វាគឺមានពីរបែបគឺមាន speed ហើយនិង sped verb 3គឺ speed មានន័យថាខាកស្ដោះពាក្យបន្ទាប់គឺពាក្យ split ទាំង verb 1ទៅដល់ verb 3គឺដូចគ្នាដដែលប្រែជាខ្មែរថាពុះជ្រៀកបំបែកបាំងញែកពាក្យបន្ទាប់ទៀតគឺពាក្យនេះសរសេរដូចគ្នាគ្រប់ទម្រង់កាលប៉ុន្តែការអានរៀងខុសគ្នាបន្តិចverb 1គឺអានថា spread ចំណែក verb 2 verb 3អានថា spread ផ្សាយភាយរាលដាលរីករាយដាលផ្សាយសំដៅទៅលើមេរោគដែលរីករាលដាលឬក៏ផ្សែងដែលផ្សាយភាយរាលដាលឬក៏ដំណឹងព័ត៌មានដែលវារីករាលដាលទៅពាក្យបន្ទាប់គឺពាក្យ spring ហើយ verb 2របស់វាគឺមានពីរបែបគឺ sprang ឬក៏ sprang ចំណែក verb 3វិញគឺវា sprang ប្រែជាខ្មែរថាពញាក់ឬក៏លោតពាក្យបន្ទាប់គឺពាក្យ stand stood stood ប្រែថាឈរឬក៏បាញ់ឈរពាក្យបន្ទាប់ទៀតគឺពាក្យ steal stole stolen ប្រែថាលួច stick stuck stuck បិទកៅបិទឲ្យស្អិតឬក៏បិទឲ្យជាប់ហើយនឹងបិទភ្ជាប់ sting stung stung តិចខ្មុំតិចដូចជា bee stings ពាក្យបន្ទាប់ទៀតគឺពាក្យ stink stank stunk មានក្លិនស្អុយពាក្យបន្ទាប់គឺពាក្យ stride strode strident ដើរជំហានវែងហើយនិងពាក្យបន្ទាប់គឺពាក្យ strike struck struck ប្រយុទ្ធឬក៏ធ្វើកោតកម្មពាក្យបន្ទាប់ទៀតគឺពាក្យ string strung strung ចងខ្សែបន្តមកទៀតគឺ strive strow strike striven striven អធិស្ឋានអ្នកនរគ្នាគឺ striven ខិតខំយ៉ាងខ្លាំងពាក្យបន្ទាប់គឺពាក្យ swear swore sworn ស្បត់ពាក្យបន្ទាប់គឺពាក្យ sweep swept swept បោសសម្អាតឬក៏បោសផ្ទះហ្នឹង swell swelled swelled swollen សម្រាប់កិរិយាសព្ទមួយនេះវិញគឺ verb 3វាមានពីរទម្រង់ដែលប្រែជាខ្មែរហៅថាហើមឬក៏ឡើងប៉ោងពាក្យបន្ទាប់គឺពាក្យ swim swam swum ហែលទឹក swing swung swung យល់ឬក៏លោត take took taken យកនាំយកបើនិយាយពី relationship វិញ taken គឺសំដៅទៅលើថាមានគូ teach taught taught បង្រៀន tear tore torn ហែកធ្វើឲ្យរហែកត្រង់កិរិយាសព្ទកន្លែងនេះគឺកិរិយាសព្ទទី1 tear នេះវិញគឺមួយទៀត
មានអត្ថន័យថាចេញទឹកភ្នែកឬក៏យំហូរទឹកភ្នែកអីចឹងណាឬក៏សម្រក់ទឹកភ្នែកហើយនឹងសម្រាប់កិរិយាសព្ទដែលសំដៅទៅលើសម្រក់ទឹកភ្នែកគឺអត់រាប់ចូលជា irregular verb ទេគឺវាជាប្រភេទពួក regular verb ដែលប្រើ d ឬក៏ ed ហើយម្យ៉ាងទៀតពាក្យធាននេះក៏ប្រើជានាមដែរដែលមានន័យថាទឹកភ្នែកចឹងហើយកន្លែងពាក្យហ្នឹងអាចធ្វើឲ្យអ្នកនរគ្នារៀងច្រឡំបន្តិចតែចំពោះពាក្យដែលរហែកនេះវិញគឺវាប្រើជា irregular verb ឥឡូវចូលមកកាន់ពាក្យបន្ទាប់ទៀតគឺពាក្យ tell told ប្រាប់ឬក៏និទានរឿង tell a story think thought គិតសញ្ជឹងគិត try throw ទម្រង់ទី2នៃកិច្ចសព្ទនេះគឺមានពីរបែបហើយនឹងទម្រង់ទី3គឺ thrive ប្រែថាជឿនលឿន throw through thrown បោះចោលក្រវែងក្រវាត់ thrust ទាំង verb 1ទាំង verb 3 verb 2គឺដូចគ្នាទាំងអស់ប្រែជាខ្មែរថាចាក់ដោយកំបិតឬក៏ចាក់កំបិតហ្នឹងឬមួយទៀតមានន័យថារុញច្រានចំណែកឯពាក្យបន្ទាប់វិញគឺពាក្យ tread trodden ជន់ជើង understand understood យល់ឬក៏ដឹង upheld គាំទ្រ upset verb 2និង verb 3ដូចគ្នាដដែលប្រែជាខ្មែរថាធ្វើឲ្យទើសចិត្តឬអន់ចិត្តពាក្យ upset នេះក៏អាចប្រើជាគុណនាមបានដែរហើយក៏ជាពាក្យនៃអារម្មណ៍គឺមានន័យថាអន់ចិត្តពាក្យបន្ទាប់ទៀតគឺពាក្យ wake woken ភ្ញាក់ដឹងខ្លួន wear worn ពាក់ស្លៀកពាក់ waved wow ត្បាញប្រឌិត wet verb 2 verb 3គឺដូចគ្នាទៅនឹង verb 1ដដែលមានន័យថារៀបការ wedding គឺការរៀបការឬក៏អាពាហ៍ពិពាហ៍ weep wept យំបែបខ្សឹបខ្សួលចូលមកកាន់ពាក្យបន្ទាប់វិញគឺពាក្យwind wound មួលនាឡិកាធម្មតាកន្លែង verb 1នេះគឺពាក្យផ្សេងបើសិនជា noun វាគឺមានន័យថាខ្យល់ចូលទៅកាន់ពាក្យបន្ទាប់ទៀតគឺពាក្យ win won ឈ្នះ withheld បដិសេធ withstand withstood អត់ទ្រាំ ring rang ពូតខោអាវ write wrote written សរសេរឬក៏និពន្ធតាក់តែង bid bad ឬក៏ bad ឲ្យថ្លៃនិយាយឬក៏បញ្ជា bind bound ចងភ្ជាប់ bite bitten តិចខាំចឹក smelt ធំក្លិនមានក្លិនឬក៏ហិតក្លិន shit shat ចំណែកឯពាក្យបន្ទាប់ទៀតគឺពាក្យ abideនិង verb 3វាគឺ abode ទទួលយកធ្វើតាមរស់នៅឬក៏ស្នាក់នៅហើយជាចុងក្រោយនេះវិញគឺភាគ3នេះអស់ត្រឹមប៉ុណ្ណេះអ្នកនរគ្នាហើយសូមកុំភ្លេចជួយតាមដានរងចាំនៅភាគបន្តទៀតដែលខ្ញុំនឹងធ្វើព្រោះ irregular verb នៅមានតទៀតអ្នកនរគ្នាហើយក៏ជាចុងក្រោយនេះក៏ខ្ញុំសូមនិយាយថាអរគុណទៅកាន់អ្នកនរគ្នាដែលបានចំណាយពេលមើលវីដេអូមួយនេះ